បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូអំពីវិធីឆាក្តៅអន្ទង់ដាក់ម្រះប្រៅម្ហូបបែបស្រែខ្មែរយើងបងប្អូនដើម្បីមកចែកជូនបងប្អូនទស្សនាកម្សាន្តទៀតហើយបាទសង្ឃឹមថាបងប្អូននឹងជួយគ្រប់គ្រងតាមដានទស្សនានិងជួយ like share និង comment អ្នកមួយផងដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៅមុខទៀតណាបងប្អូនបាទជាជំហានដំបូងនោះគឺយើងហាន់អន្ទង់ជាកង់ខ្លីៗល្មមប៉ុន្តែខ្ញុំអត់បានហាន់ជូនបងប្អូនទស្សនាទេព្រោះអីកុំឲ្យវីដេអូយើងវាវែងខ្លាំងពេកបងប្អូនហើយបន្ទាប់មកយើងក៏ហាន់គល់លក្រីហើយនិងស្លឹកក្រូចរំដេងបន្ទាប់ពីហាន់រួចរាល់ហើយយើងក៏ចាប់ដើមដាក់ចូលត្បាល់ហើយដើម្បីបុកវាឲ្យម៉ត់ចូលគ្នាមកដែលគេហៅថាបុកគ្រឿងណាបងប្អូនបាទយើងបុកចូលគ្នាឲ្យវាម៉ត់រួចរាល់ចឹងមកបាទបើបងប្អូនចូលចិត្តហឹលបងប្អូនដាក់ម្ទេសដូចខ្ញុំចឹងមកហើយបើសិនបើបងប្អូនមិនចូលចិត្តហឹលទេក៏មិនបាច់ដាក់ក៏បានដែរបងប្អូនយើងដាក់ល្មៀតជំនួសដើម្បីឲ្យមានពណ៌លឿងស្រស់ស្អាតចឹងណាបងប្អូនតែចំណែកខ្ញុំគឺអត់មានថាខ្វះម្ទេសបានទេបងប្អូនមានតែដាក់ថែមឲ្យថែមទៀតតតែក្រហមបុកគ្រឿងខ្ញុំមួយគឺអត់មានលឿងទេគឺក្រហមយកតែម្ដងបងប្អូនហើយបន្ទាប់មកនោះយើងចូលចិត្តល្មៀតក៏ដាក់ល្មៀតតិចទៅបងប្អូនបើបងប្អូនមិនចូលចិត្តទេក៏មិនបាច់ដាក់ក៏បានដែរហើយជាចុងក្រោយនៅពេលដែលគ្រឿងយើងបុកបានម៉ត់ល្អហើយយើងក៏ដាក់ខ្ទឹមចូលទៅបងប្អូនខ្ទឹមសយើងហ្នឹងហើយយើងបុកបញ្ចូលគ្នាឲ្យវាម៉ត់ចូលគ្នាមកបាទសូមបញ្ជាក់ជូនបងប្អូនម្ដងទៀតគ្រឿងដែលយើងត្រូវបុកនោះគឺមានគល់លក្រីហាន់ហើយរំដេងហាន់ហើយនិងស្លឹកក្រូចហាន់ខ្ទឹមសហើយនិងម្ទេសល្មៀតតិចក៏បានដែរបងប្អូនហើយយើងបុកបញ្ចូលគ្នាឲ្យម៉ត់ចឹងមកបាទបន្ទាប់ពីយើងបុករយៈពេលយូរមួយសន្ទុះដែរមកឃើញថាគ្រឿងម៉ត់ល្អហើយបងប្អូនហើយយើងក៏ចាប់ដើមដាក់តាំងខ្ទះឲ្យក្តៅហើយចាក់ខ្លាញ់ចូលដើម្បីត្រៀមឆាបងប្អូនបាទបន្ទាប់ពីយើងដាក់កម្ដៅខ្ទះហើយចាក់ខ្លាញ់ចូលបានក្តៅល្អហើយយើងក៏ចាក់គ្រឿងចូលដើម្បីឆាគ្រឿងជាដំបូងឲ្យគ្រឿងវាឈ្ងុយសិនណាបងប្អូនហើយយើងចាក់ទឹកត្រីចូលបន្តិចមកបន្ទាប់មកគ្រឿងឈ្ងុយល្អហើយយើងក៏ចាក់សាច់អន្ទង់ដែលយើងបានហាន់ត្រៀមទុកជាកង់ចាក់ចូលមកឆាច្បល់ចុះច្បល់ឡើងឲ្យវាចូលជាមួយគ្រឿងណាបងប្អូនបាទយើងឆាជោគត្រឡប់ចុះត្រឡប់ឡើងអន្ទង់ជាមួយគ្រឿងហ្នឹងឲ្យវាចូលជាតិគ្នាឲ្យវាសាច់អន្ទង់ហ្នឹងវារៀងស្លប់គួរសមមកយើងក៏ចាប់ដើមដាក់គ្រឿងកៅផ្សំចូលមកបងប្អូនមានរ៉ូឌីនោះមួយសាព្រាមកហើយនិងប៊ីចេងនោះមួយសាព្រាមកហើយស្ករនោះបន្តិចមកបងប្អូនគឺយើងដាក់គ្រាន់តែកាក់ស្មានជាដំបូងមើលសិនដើម្បីឲ្យវាចូលជាមួយសាច់ទៅបងប្អូនយើងអត់ទាន់ដាក់សម្រាប់យកទេហើយយើងដើម្បីការពារកុំឲ្យគ្រឿងខ្លោចយើងចាក់ទឹកចូលបន្តិចមកបងប្អូនបាទវិធីធ្វើសម្រាប់ផ្ទះនីមួយៗគឺតែងតែខុសគ្នាបងប្អូនសម្រាប់ខ្ញុំឆាគ្រឿងគឺភាគច្រើនខ្ញុំចូលចិត្តប្រើរសជាតិជូរបន្តិចបងប្អូនចឹងហើយយើងត្រូវប្រើជាមួយនឹងទឹកអំពិលទុំបន្តិចមកបងប្អូនដើម្បីបន្ថែមនៅរសជាតិជូរហឹរប្រៃចឹងទៅវាចូលជាតិគ្នាល្អជាមួយសាច់អន្ទង់បងប្អូនប៉ុន្តែសម្រាប់ផ្ទះបងប្អូននីមួយៗប្រហែលជាមានវិធីឆាក្តៅផ្សេងគ្នាយ៉ាងណាក៏សូមជួយខមមិនប្រាប់អ្នកមួយផងបងប្អូនបាទបន្ទាប់ពីយើងឆាត្រឡប់ចុះត្រឡប់ឡើងហើយមានការផ្សំគ្រឿងបន្តិចបន្តួចកន្លងមកហើយយើងក៏ចាប់ដើមរងាស់សាច់អន្ទង់ឲ្យវារៀងផុយបន្តិចដើម្បីឲ្យវារីងទឹកគេហៅថាទឹកព្រៃបងប្អូនទឹកព្រៃហ្នឹងគឺជាទឹកក្លិនឆ្អាបរបស់សាច់នីមួយៗមួយប្រភេទហ្នឹងហើយបងប្អូនគេហៅទឹកព្រៃនៅពេលដែលយើងរងាស់ឲ្យវារីងល្អទៅគឺវាបាត់ក្លិនឆ្អាបបងប្អូនហើយបន្ទាប់ពីយើងងាស់រីងទឹកល្អហើយយើងក៏ចាប់ដើមដាក់ស្លឹកម្រះប្រៅចូលបងប្អូនបន្ទាប់ពីយើងដាក់ស្លឹកម្រះប្រៅចូលហើយយើងក៏ចុកត្រឡប់ដើម្បីឲ្យស្លឹកម្រះប្រៅនឹងទន់ល្អចូលជាតិជាមួយសាច់ហ្នឹងហើយយើងក៏ចាប់ដើមភ្លក់រសជាតិមើលបងប្អូនតើវាខ្វះខាតអីដែរឬក៏សមល្មមហើយទេបើខ្វះខាតត្រង់កន្លែងណាយើងក៏ថែមថយសម្រាប់ត្រង់កន្លែងហ្នឹងមកបងប្អូនខ្វះប៊ីចេងថែមប៊ីចេងខ្វះស្ករថែមស្ករខ្វះជូរថែមទឹកអំពិលថែមទៀតមកដើម្បីឲ្យវាត្រូវនឹងតម្រូវការរបស់យើងណាបងប្អូនបាទវីដេអូគឺមានតែប៉ុណ្្នឹងឯងចាត់ទុកថារួចរាល់ហើយចាប់ដើមដួសដាក់ចានបងប្អូនឆាអន្ទង់យើងក៏សម្រាប់ថាចប់ទូនាទីប៉ុណ្្នឹងបាទបងប្អូនសង្ឃឹមថាបងប្អូននឹងពេញចិត្តនៅវីដេអូមួយនេះហើយក៏សូមអរគុណបងប្អូនដែលទស្សនាតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់សូមឲ្យបងប្អូនរកទទួលទានមានបានជួបតែសុភមង្គលនិងសម្រាប់នៅគោលដៅគ្រប់ក្រុមគ្រួសារទាំងអស់បាទហើយកុំភ្លេចជួយចុច like ចុច share និង comment អ្នកមួយដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៀតផងហើយជាចុងក្រោយក៏សូមថ្លែងអរគុណដល់បងប្អូនដែលតែងតែតាមដានទស្សនានិងជួយគាំទ្រវីដេអូរបស់ខ្ញុំបានគ្រប់វីដេអូទាំងអស់តាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះបាទក៏សូមអរគុណបងប្អូនកុំភ្លេចជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទជាចុងក្រោយក៏សូមជូនពាក្យស្លោកសម្រាប់បងប្អូនទៅពិចារណាវិគ្រាដែរគឺយើងត្រូវធ្វើខ្លួនឲ្យដូចជាព្រះអាទិត្យទៅបងប្អូនទោះជាលិចជារៀងរាល់ថ្ងៃល្ងាចយ៉ាងណាក៏ប៉ុន្តែនៅពេលព្រឹកឡើងគឺតែងតែរះជារៀងរហូតបាទបងប្អូនការដែលដួលហើយចេះងើបឈរគឺជាភាពជោគជ័យដ៏សំខាន់បំផុត